គេថានៅស្រុកស្រែចំណាយតិចជាងនៅទីក្រុងបាទដោយសារតែនៅទីក្រុងវាចំណាយទៅលើម្ហូបចំណាយទៅលើបន្លែប្លុកអីជាដើមតែធៀបពិតទៅចំណាក៏ចាច្រើនដែរឲ្យយើងស៊ីមិនចេះគិតនិយាយចឹងមកបាទនេះគឺជាវីដេអូដែលខ្ញុំធ្វើ vlog ដើម្បីទុកមើលទៅថ្ងៃក្រោយទៀតបាទពីមុនផ្ទះខ្ញុំពិបាកមែនទែនហ្មងរកទៅអីហូបគ្មានទេឥឡូវគាត់នៅតែរកអីហូបគ្មានដូចគ្នាដូចតែហ្នឹងហើយគាត់ថាខុសគ្នាពីមុនថាពីមុនយកអត់ច្បាក់គេទេឥឡូវច្បាក់គេបាទច្បាក់គេធ្វើផ្ទះទៅអីចឹងទៅហើយក្រមែនតាក្រមែនតែមានកន្លែងដាក់ឡានមានទុកដាក់ឡានវីដេអូមួយនេះគឺជាវីដេអូដែលខ្ញុំអាចនិយាយបានថាហាច់គេខ្លួនឯងមួយចុះបងប្អូនទាំងគ្នាចង់ឲ្យបងប្អូនឃើញទស្សនភាពទេសភាពស្រុកស្រែផ្ទះខ្ញុំម្ដងហើយមើលមានអីទេបាទដីក្រហមប៉ែមានខ្នល់ជាតិអីគេទេបងប្អូនហើយផ្ទះប្អូនបាទប្អូនច្រើនមួយកូនមីងខ្ញុំបង្កើតហើយនេះក៏ផ្ទះមីងខ្ញុំដែរបាទហើយដីនេះក៏ដីមីងខ្ញុំដែរប៉ុន្តែប្រហែលជានៅអង្គការអស់ហើយគាត់នៅហែកគេអស់បាទហើយនោះក៏ជាផ្ទះប្អូនខ្ញុំដែរបាទនេះគឺជំនាញផ្ទះព្រះភូមិបាទហើយក្រទេបាទបងប្អូនពាក់គេច្រើនដែរគាត់ថាមានលបងចេះលបងអីដែរអញ្ចឹងណាហើយសរុបសេចក្តីមកគឺថាខ្ញុំគ្មានផ្ទះទេខ្ញុំគឺជាកូនកំព្រាម្នាក់ដែលកើតមកហើយបាត់ឪពុកម្ដាយបាទឪពុកក៏មិនបាននៅក្បែរម្ដាយក៏មិនបាននៅក្បែរនៅជាមួយយាយតាហើយយាយតាក៏យកទៅនៅវត្តស្ទឹងតូចយើងនេះឯងមកហើយភូមិនេះភូមិស្ទឹងតូចអានេះជីវប្រវត្តិរបស់ខ្ញុំបាទយាយយកទៅនៅវត្តអាយុ8ឆ្នាំបងប្អូននៅបាន9ឆ្នាំខ្ញុំទៅនៅពេញជាមួយអ្នកមានគុណរបស់ខ្ញុំគឺលោកជំទាវនិតកំឡាយនិងអាយដាមម៉ែនហានបាទតែលើមិនថាគាត់ទៅណាទេពួកខ្ញុំទៅរកក៏អត់ឃើញដែរមិនខ្ញុំភ្លេចគុណទេបាទគឺបានគាត់នៅយកខ្ញុំទៅមើលខ្ញុំកើតជំងឺលឿងខ្ញុំស៊ីតដីស៊ីអាចលេនស៊ីខ្ជូងអីចឹងទៅបាទដល់ពេលខ្ញុំឈឺអញ្ចឹងទៅគាត់យកទៅមើលជាឲ្យបាទខ្ញុំអត់បាននៅមួយគាត់ទេដោយសារតែវាអត់ដឹងយ៉ាងម៉េចខ្ញុំអាឡែស៊ីកន្លែងមានអញ្ចឹងហ្មងវាថាយើងនិយាយចំតែគេយាយក្របាននៅមួយគាត់ក៏រត់មកវិញបួសតែម្ដងបាទបួសតាមរយៈអាយុ10ឆ្នាំបួស10ឆ្នាំរហូតដល់20ជាងតែអត់ចាំ20ប្រហែលខ្ញុំសឹកមកខ្ញុំធ្វើការសំណងក៏ខ្ញុំធ្វើអ្នកជំនាញក៏ខ្ញុំធ្វើរត់តុកក៏ខ្ញុំធ្វើអីខ្ញុំធ្វើដែរបាទអ្នកស្គាល់ខ្ញុំក៏មិនអ្នកមួយមកខ្ញុំអត់ចេះកុហកទេបាទនេះគឺជាឆ្កែបាញ់មីងខ្ញុំបាទហើយនេះគឺរបស់គាត់បានឃើញចឹងឯងបងប្អូនអើយពាក់គេច្រើនណាស់ស៊ីគ្មានតែអត់មីងពូចៅច្រើនពេកបាទចៅច្រើនពេកអញ្ចឹងបងប្អូនឃើញអត់ដោយសារតែនៅស្រែយើងចំណាយច្រើនចង់ច្រើនជាងនៅទីក្រុងមកដោយសារតែសាច់ក៏យើងអត់បានរកយើងទិញគេហូបទិញគេទាំងអស់បន្លែប្លុកយកបានដាំទេបងប្អូនឃើញអញ្ចឹងយើងទិញគេសពបែបយ៉ាងទាំងអស់បាទមន់ក៏គ្មានមកកក់ដែរពីមុនមានមកគាត់មន់ឡងផ្អើលស្រុកបងប្អូនឃើញឥឡូវមានទេបាទហើយនេះគឺជាក្នុងផ្ទះក្នុងផ្ទះមិនតូចរបស់ខ្ញុំបាទណាស់ដល់ទិញគេទាំងអស់ហើយមកបន្លែហ្នឹងក៏ទិញគេទៅគ្រប់បន្លែយើងទិញគេអីក៏ទិញគេទឹកត្រីរបស់អីគេទិញគេទាំងអស់ហើយអ្នកណាថានៅទៅខ្សែអត់ចំណាយច្រើនអត់ចំណាយច្រើនមួយចានហ្នឹងពីរចានហ្នឹងអស់10រៀលចំណាយច្រើនណាស់ដែលយើងពេញណាស់ទេពេលខ្ញុំនិយាយចឹងនៅផ្ទះនៅស្រុកស្រែទៅនៅស្រុកស្រែទៅអស់លើទៅកុំច្រឡំបងប្អូននៅស្រុកស្រែអស់លើច្រើនលើយ៉ាងអត់យើងបានដាំតំណអត់យើងស៊ីមិនចេះគិតតែខ្ញុំនិយាយពីដើមមកចឹងហើយវីដេអូនេះខ្ញុំទុកមើលរហូតដល់ខ្ញុំដល់ចាស់ថ្ងៃអត់ទេណាចង់អរគុណបងប្អូនគ្នាតែខ្ញុំចង់ថតវិញតែខ្ញុំចុកដៃពេក